ហើយយើងឃើញច្បាស់ពីការប្រែប្រួលនៅក្នុងរយៈពេលកន្លះទសវត្សរ៍នេះដែលពីមុនស្ត្រីមានការលំបាកត្រូវបោះបង់ការរៀនសូត្រច្រើននៅថ្នាក់មូលដ្ឋានដោយសារនៅតាមស្រុកតាមអីយើងមិនមានសាលាហើយកូនស្រីមិនអាចឆ្លៀតធ្វើដំណើរទៅរៀនបន្តនៅវត្តជាមួយនៅអីនៅឆ្ងាយទី2ក៏ការប្រែប្រួលនៃផ្នត់គំនិតរបស់សង្គមរបស់យើងដែលថាពីមុនកូនស្រីមិនបាច់រៀនច្រើនប្រហែលទេកូនស្រីទទួលការងារមេផ្ទះអញ្ចឹងការរៀបចំនិងទំនៀមទម្លាប់ប្រពៃណីនិងការប្រតិបត្តិជាច្រើនតែនៅក្នុងដំណាក់កាលនេះទាំងស្រីទាំងប្រុសសិទ្ធិនិងកាតព្វកិច្ចនៃការជួយគ្នាដែលឃើញថាមិនត្រឹមតែរៀនស្ត្រីមានឱកាសរៀនសូត្រនៅក្នុងថ្នាក់វិទ្យាល័យនោះទេប៉ុន្តែកម្រិតឧត្តមនេះក៏មានច្រើនហើយស្ត្រីក៏បានដើរតួនាទីច្រើននៅក្នុងការដឹកនាំស្ថាប័នផ្សេងវិស័យឯកជនសមាគមស្ត្រីខាងធុរកិច្ចក៏ដើរតួនាទីសំខាន់ខាងទេសចរខាងអីគ្រប់នៅក្នុងស្ថាប័នរដ្ឋស៊ីវិលកងកម្លាំងប្រដាប់អាវុធក៏មានស្ត្រីដើរតួនេះគឺបង្ហាញអំពីគឺថាឱកាសនិងសមត្ថភាពនៅក្នុងការដឹកនាំរបស់ស្ត្រីហើយក៏ជាកត្តាឆ្លុះបញ្ជាក់អំពីការឲ្យតម្លៃនៃការសិទ្ធិស្មើគ្នានិងឱកាសស្មើគ្នារបស់សង្គមនិងការរៀបរដ្ឋាភិបាលនៃគោលនយោបាយរបស់យើងហើយយើងចង់បានកិច្ចការងារបែបនេះដើម្បីផ្ដល់ឱកាសបន្តទៅទៀតទាំងស្រីទាំងប្រុសគឺមានសិទ្ធិនិងមានឱកាសដូចគ្នានៅក្នុងការបន្ត